តំបន់ឈូងសមុទ្រដែលត្រូវបានគេចាត់ទុកថាគឺជាក្រុមបណ្ដាប្រទេសដែលពឹងផ្អែកខ្លាំងទៅលើការនាំចូលចំណីអាហារច្រើនជាងគេម្ល៉េះហើយទើបថ្នាក់ដឹកនាំជាច្រើននៅក្នុងតំបន់មួយនេះបានរៀបចំនូវវិធានការការពារនិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុនបើយោងទៅតាមទិន្នន័យពីធនាគារពិភពលោកបានបង្ហាញថាកាលពីឆ្នាំ2022ការនាំចូលផលិតផលចំណីអាហារពីសហរដ្ឋអាមេរិកទៅកាន់ UAE គឺបានធ្លាក់ចុះមកនៅត្រឹម 6% ពលគឺធ្លាក់ចុះជិត 2% ដោយថយចុះមកនៅត្រឹម 16% បើធៀបនឹងឆ្នាំ 2000 ត្រឹមរយៈពេលមួយដ៏ខ្លីប្រទេសទាំងពីរខាងលើនេះបានទប់ទល់នឹងការនាំចូលចំណីអាហារយ៉ាងមានប្រសិទ្ធភាពខាងក្រសួងកសិកម្មរបស់ពួកគេបានផ្ដល់ឱកាសឲ្យកសិកររបស់ខ្លួនបានរួចផុតពីសម្ពាធដោយផ្ដល់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាមួយតម្លៃជីនិងថ្នាំសម្រាប់សត្វល្អិតដ៏សមរម្យដែលអនុញ្ញាតឲ្យកសិករមានលទ្ធភាពពង្រីកការដាំដុះឲ្យកាន់តែច្រើនជាងមុនទីផ្សារក្នុងស្រុកវាគឺជាលក្ខខណ្ឌមួយដ៏ល្អបំផុតសម្រាប់កសិដ្ឋានតូចៗអាចមានលទ្ធភាពពង្រីកអាជីវកម្មរបស់ពួកគេតែផ្ទុយទៅវិញលទ្ធផលមួយនេះវាបានក្លាយទៅជារឿងដ៏អាក្រក់បំផុតសម្រាប់កសិករអាមេរិកព្រោះពួកគេអាចប្រឈមមុខនឹងការធ្លាក់ចុះនៃតម្រូវការសម្រាប់ទិន្នផលរបស់ខ្លួន